ហេតុអ្វីបានជាមនុស្សភាគច្រើនខ្លាចនឹងភ្ជាប់សត្វពស់ទៅនឹងសេចក្តីស្លាប់វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេដែលសត្វពស់ត្រូវបានមនុស្សជាច្រើនផ្សារភ្ជាប់ទៅនឹងគ្រោះថ្នាក់និងសេចក្តីស្លាប់ចាប់តាំងពីបុរាណកាលមកសត្វលួនវាមួយប្រភេទនេះបានបង្កើតនូវការភ័យខ្លាចយ៉ាងជ្រាលជ្រៅក្នុងចិត្តមនុស្សជាតិមូលហេតុចម្បងរួមមានពឹសដ៏កាចសាហាវពស់មួយចំនួនមានពឹសខ្លាំងដែលអាចសម្លាប់មនុស្សបានក្នុងរយៈពេលដ៏ខ្លីការវាយប្រហារដោយស្ងៀមស្ងាត់ពួកវាពូកែពួនបន្លំខ្លួននិងវាយប្រហារសត្រូវដោយមិនដឹងខ្លួនជំនឿនិងទេវកថាក្នុងវប្បធម៌ជាច្រើនពស់ត្រូវបានគេចាត់ទុកជានិមិត្តរូបនៃភាពអាក្រក់ឬការល្បួងវប្បធម៌បូព៌ាខុសប្លែកពីវប្បធម៌ដទៃវប្បធម៌បូព៌ាចាត់ទុកសត្វពស់ជាអាវុធមុខពីរដែលមានទាំងចំណុចវិជ្ជមាននិងអវិជ្ជមានព្រហ្មញ្ញសាសនានាគឬពស់ត្រូវបានគោរពបូជាជាអ្នកការពារទ្រព្យសម្បត្តិនិងប្រភពទឹកព្រមទាំងជានិមិត្តរូបនៃភាពសម្បូរសប្បាយនិងការចាប់កំណើតថ្មីប៉ុន្តែពួកវាក៏អាចតំណាងឲ្យគ្រោះថ្នាក់និងភាពវឹកវរផងដែរវប្បធម៌ចិនពស់ត្រូវបានចាត់ចូលក្នុងថ្នាំពឹសទាំង5ដែលតំណាងឲ្យគ្រោះថ្នាក់និងសំណាងអាក្រក់ផ្ទុយទៅវិញក្នុងបរិបទខ្លះពួកវាក៏ជានិមិត្តរូបនៃប្រាជ្ញានិងអាយុយឺនយូរការយល់ដឹងពីការបកស្រាយចម្រុះទាំងនេះជួយឲ្យយើងកាន់តែស៊ីជម្រៅទៅលើតួនាទីរបស់សត្វពស់នៅក្នុងរឿងព្រេងនិងវប្បធម៌ពិភពលោកតើអ្នកជឿលើជំនឿនេះដែរឬទេសរសេរមតិរបស់អ្នកនៅខាងក្រោមហើយកុំភ្លេចចុច like share និង subscribe ដើម្បីទស្សនាវីដេអូថ្មីៗ